ធីដកចំនួនគត់និងចំនួនទស្សភាគដើម្បីដកចំនួនគត់និងចំនួនទស្សភាគបានយើងត្រូវថែមចំណុចទស្សភាគនេះឲ្យចំនួនគត់និង0ដើម្បីឲ្យបានចំនួនខ្ទង់ស្មើគ្នានេះអ្នកគ្រូថែម0 2ឲ្យបានស្មើគ្នាជាមួយនឹងផ្នែកទស្សភាគ2ខ្ទង់នៃតួដកទី2នេះចាឥឡូវបន្ទាប់ពីយើងថែមចំណុចទស្សភាគនឹង0 0ហើយអស់យើងចាប់ផ្ដើមធ្វើប្រមាណវិធីដកធម្មតាដូចចំនួនគត់ដែរឥឡូវយើងមើលដកខ្ទង់ផ្នែកទស្សភាគមុនខ្ទង់ភាគរយ0ដក3នេះកើតអត់0ខ្ចីពី0នេះកើតអត់អាចខ្ចីបានទេត្រូវឲ្យ0នៅក្បែរលេខមានតម្លៃខ្ចីមុនគេអញ្ចឹង0ខ្ចីពី8នេះ8សល់7 0នេះឡើងបាន10ឥឡូវយើងដក10នឹងភ្លាមទេយើងឲ្យ0នេះខ្ចីពី10មួយទៀតអញ្ចឹង0ខ្ចីពី10នេះ10សល់9 0នេះឡើងបាន10ដែរអញ្ចឹង10ដក3សល់ប៉ុន្មានសល់7 9ដក5សល់4ទម្លាក់ចំណុចទស្សភាគឲ្យត្រង់គ្នាពីលើចុះក្រោមមក7ដក4សល់3